Ngày ní đội hiện sad stress đó lại đạn tí dây no កុំចឹងខ្ញុំប្រាប់វិធីសាស្ត្រមួយជួយសម្រួលការ sad ការ stress ការពិបាកចិត្តរបស់យើងបានដោយមានប្រសិទ្ធភាពតែម្ដងគឺការអោបតែប្រយ័ត្នតិចការអោបហ្នឹងរៀងទៅមនុស្សណាដែលយើងមានភាពស្និទ្ធស្នាលជាមួយឬក៏ភេទដូចគ្នាទៅអត់មានបញ្ហាអីប៉ុន្តែបើភេទផ្ទុយគ្នាបាទអាហ្នឹងស្រួលបួនបន្តិចប្រយ័ត្នអាហ្នឹងប្រយ័ត្នមិនដឹងណាអញ្ចឹងការអោបហ្នឹងវាផ្ដល់ផលប្រយោជន៍អីគេគឺពេលដែលយើងអោបណាតាមរយៈការសិក្សាជាមកគេប្រាប់ថាវានឹងបញ្ចេញអរម៉ូន4ទី1គឺ oxytocin ដែលយើងហៅវាថាជា love hormone អរម៉ូននៃក្តីស្រឡាញ់ទី2នេះគឺ dopamine ទី3គឺ serotonin ទី4នេះគឺ endorphin បាទអរម៉ូន4នេះហើយបញ្ចូលគ្នាមកបាទមានមួយធ្វើឲ្យអារម្មណ៍ល្អមួយធ្វើឲ្យmood របស់យើងណាគឺស្រឡះហ្មងហើយមួយទៀតគឺជាអរម៉ូនដែលបញ្ចេញមកសម្រាប់បំបត្តិការឈឺចាប់បាទ natural painkiller អរម៉ូនហ្មងបាទ endorphin ហ្នឹងអញ្ចឹង4នេះហើយcombine ចូលគ្នាបាទរួមចូលគ្នាធ្វើឲ្យអារម្មណ៍របស់យើងបាត់ sad បាត់ stress បាត់ការឈឺចាប់ធ្វើឲ្យយើងមានអារម្មណ៍ល្អអញ្ចឹងកុំចេះតែបបួលគ្នាពេល sad ហ្នឹងហៅវិធីសាស្ត្រដូចខ្ញុំប្រាប់